គោលការណ៍ទី6ស្មោះត្រង់ចំពោះការងារស្មោះត្រង់ចំពោះការងារមានន័យថាយើងធ្វើត្រឹមត្រូវទៀងទាត់ទៀងត្រង់មិនកាប់កេងមិនកេងប្រវ័ញ្ចទាំងទ្រព្យសម្បត្តិទាំងពេលវេលាទាំងគុណភាពនៃការងារនិងទំហំលទ្ធផលនៃការងារតែរាល់ថ្ងៃនេះមានបញ្ហាកើតឡើងច្រើនណាស់ទាក់ទងទៅនឹងភាពមិនស្មោះត្រង់ចំពោះការងាររបស់បុគ្គលិកមានបុគ្គលិកខ្លះលួចកាប់កេងពេលវេលាធ្វើការដូចជាមកធ្វើការមិនទាន់ពេលចេញមុនម៉ោងនេះមានន័យថាកាប់កេងម៉ោងបុគ្គលិកខ្លះក្នុងពេលធ្វើការនឹងបែរទៅជាយកពេលវេលានឹងទៅធ្វើរឿងផ្សេងបុគ្គលិកខ្លះចេញទៅលក់តែលួចពេលវេលារបស់ក្រុមហ៊ុនដោយទៅដេកនៅផ្ទះឬក៏ទៅជួបសង្សារនៅតាម fresh shop ផ្សេងបុគ្គលិកខ្លះថ្ងៃបុណ្យថ្ងៃទានទៅលេងស្រុកជ្រុលខ្លួនកុហកក្រុមហ៊ុនថាមានបញ្ហាឬក៏មានជំងឺបុគ្គលិកខ្លះទៀតចង់ឈប់ប៉ុន្តែលួចសញ្ញេខ្លួនឯងនៅពេលដែលរដ្ឋបាលមិនព្រមសញ្ញេឲ្យបុគ្គលិកខ្លះលួចកាប់កេងលុយរបស់ក្រុមហ៊ុនហើយកុហកថាអតិថិជនជំពាក់បុគ្គលិកខ្លះទិញទំនិញពីក្រុមហ៊ុន 1000 ប៉ុន្តែឲ្យអ្នកលក់ទៅទេវិក័យប័ត្រ 1500 ឬ 1200 បុគ្គលិកខ្លះកាន់ការងារផ្នែកគណនេយ្យលួចស៊ីកាប់កេងក្បាលកាក់បុគ្គលិកខ្លះលួចយកបងចាក់សាំងយកទៅលក់យកលុយចាយមិនព្រមចាក់ម៉ូតូបុគ្គលិកខ្លះទៀតលក់ផលិតផលបានលុយកុហកថាគ្រោះថ្នាក់ចរាចរណ៍ឬក៏ចោលឆក់កាបូបបាត់បុគ្គលិកខ្លះខ្ជិលឬក៏កំសាកកុហកថាអសមត្ថភាពជាងបញ្ហាទាំងអស់នេះគឺជាបញ្ហាដែលអ្នកដែលប្រព្រឹត្តនោះខ្វះការយល់ដឹងឬក៏មិនទុកចិត្តមិនជឿជាក់ទៅលើសេចក្តីទៀងត្រង់ថានឹងផ្ដល់នូវផលតបស្នងឲ្យគាត់វិញយ៉ាងណាមានប្រធានក្រុមហ៊ុនសំណង់ម្នាក់គាត់បានហៅលេខារបស់គាត់មកជួបដែលលេខានោះធ្វើការជាមួយគាត់35ឆ្នាំហើយគាត់ក៏និយាយទៅកាន់លេខានោះថាយើងធ្វើការជាមួយគ្នា35ឆ្នាំហើយខ្ញុំមានការជឿទុកចិត្តនិងពេញចិត្តលោកណាស់ឥឡូវនេះខ្ញុំមានភារកិច្ចមួយដ៏សំខាន់ដែលត្រូវបកគលជូនលោកធ្វើខ្ញុំចង់ឲ្យលោកសង់វិឡានៅលើដីនេះតាមគំរូប្លង់នេះដែលវិឡានេះគឺជាវិឡារបស់មនុស្សដ៏សំខាន់ម្នាក់ដូច្នេះលោកត្រូវយកចិត្តទុកដាក់សង់ឲ្យបានល្អបំផុតឲ្យល្អជាងផ្ទះណាទាំងអស់ដែលយើងធ្លាប់សង់កន្លងមកលោកត្រូវយកគ្រឿងសំណង់ដែលល្អដាច់គេយកអាណាលេខ1ថវិកាអស់ប្រមាណកុំបារម្ភសូមលោកសង់ផ្ទះនេះឲ្យរួចនៅឆ្នាំក្រោយខ្ញុំមានទុរៈត្រូវទៅបរទេសមួយឆ្នាំប្រធាននឹងប្រាប់លេខារួចហើយគាត់ក៏បានឡើងយន្តហោះទៅបរទេសលេខានឹងគាត់ក៏ចាប់ដើមធ្វើដោយគាត់គិតថាចាប់តាំងពីដើមរហូតមកដល់ពេលនេះគាត់មិនមានឱកាសបានចាត់ចែងការងារតែម្នាក់ឯងផ្ទាល់បែបហ្នឹងទេហើយនេះគឺជាឱកាសតែមួយគត់ពីព្រោះពីមុនមកគាត់នៅជាមួយប្រធានរហូតឥឡូវប្រធានមិននៅគឺគាត់ឆ្លៀតយកឱកាសនេះដើម្បីកាប់កេងយកលុយខ្លះពីការសាងសង់គាត់នឹងចាប់ដើមសាងសង់ដោយរៀបចំផ្នែកខាងក្រៅឲ្យល្អត្រឹមត្រូវឲ្យស្អាតអស់ទាស់ឥតខ្ចោះតែផ្នែកខាងក្នុងគាត់នឹងដាក់គ្រឿងសំណង់អន់ដូចជាដាក់ដែកអន់ដាក់ឥដ្ឋអន់ដាក់បេតុងអន់ដាក់ថ្មអន់ដាក់ខ្សាច់អន់មួយឆ្នាំក្រោយមកប្រធានក៏បានត្រឡប់មកវិញហើយលេខាក៏បាននាំប្រធានទៅមើលផ្ទះដែលសង់រួចនោះពេលទៅដល់មើលផ្ទះហ្នឹងមើលពីក្រៅទៅគឺអស្ចារ្យណាស់ស្អាតណាស់មើលទៅគឺជាផ្ទះមួយដ៏ប្រណិតដែលនៅក្នុងទីក្រុងហ្នឹងគឺអត់ធ្លាប់មានពីមុនមកទេហើយប្រធានហ្នឹងគាត់ក៏បានសួរទៅលេខាហ្នឹងថាផ្ទះហ្នឹងស្អាតទេលេខាហ្នឹងថាស្អាតណាស់ប្រធានហ្នឹងក៏សួរទៀតតើលោកពេញចិត្តទេលេខាថាខ្ញុំពេញចិត្តណាស់ប្រធានហ្នឹងក៏បាននិយាយថាយើងធ្វើការជាមួយគ្នា35ឆ្នាំហើយភាពជោគជ័យស្ទើរតែទាំងអស់ដែលយើងទទួលបានគឺបានដោយសារលោកធ្វើការងារបានល្អណាស់ហើយខ្ញុំគ្មានអ្វីដើម្បីតបស្នងលោកទេផ្ទះនេះខ្ញុំជូនលោកជាកាដូសូមលោកទទួលយកផ្ទះហ្នឹងដោយរីករាយផងចុះលេខាគ្រាន់តែស្ដាប់រួចហើយគាត់ញ័រជើងពួកទ្រូងស្ទើរធ្លាយនិយាយមិនចេញគាត់ខកខ្លួនអស់បើមិនជាគាត់យកចិត្តទុកដាក់ស្មោះត្រង់ចំពោះការងារនេះម្ល៉េះផ្ទះនេះនឹងក្លាយទៅជាផ្ទះមួយដ៏ល្អទាំងក្នុងល្អទាំងក្រៅតែផ្ទុយទៅវិញគាត់បានផ្ទះមួយដ៏ស្រស់ស្អាតតែស្រស់តែសម្បកក្រៅចឹងនៅពេលដែលយើងបំភាន់ឬក៏បោកប្រាស់កັບកេងនិងបន្លំអ្នកដទៃយើងស្មានថាយើងអត់ខាតបង់យើងស្មានថាអ្នកដែលខាតបង់គឺអ្នកដទៃតែការពិតនោះគឺយើងខាតបង់ធំណាស់យើងខាតបង់លើសពីអ្នកដទៃទៅទៀតយើងខាតបង់ទាំងសមត្ថភាពយើងខាតបង់ទាំងស្មារតីយើងខាតបង់ទាំងឧត្តមគតិ
យើងខាតបងតាំងសតិសម្បញ្ញៈឥឡូវយើងមើលសមត្ថភាពបើសិនជាយើងស្មោះត្រង់ប្រហែលជាយើងធ្វើកិច្ចការងារនឹងអស់ពីដៃពីជើងអស់ពីពោះពីពងបញ្ចេញសមត្ថភាពអស់ហើយយើងប្រកាសជាកើនសមត្ថភាពតែផ្ទុយទៅវិញយើងបោកប្រាស់យើងបន្លំយើងកឹបកេងគ្រប់សកម្មភាពដែលយើងធ្វើគឺមានមនុស្សម្នាក់ចាំមើលយើងជានិច្ចទោះជាយើងទៅដល់ណាក៏គាត់នៅតែចាំមើលយើងជានិច្ចមើលយើងរហូតគ្មានបុរសកំចិលធ្វើស្រែម្នាក់គាត់គិតថានៅក្នុងភូមិហ្នឹងមានអ្នកស្រែច្រើនណាស់អ្នកភូមិទាំងអស់ទៅតែអ្នកធ្វើស្រែហើយយប់ឡើងគ្មានអ្នកណាដេកចាំស្រូវទេស្រូវនៅនឹងលៀនម្ចាស់នៅនឹងផ្ទះជាងបើសិនជាគាត់ទៅលួចកើបស្រូវមកផ្ទះមកកញ្ជើមកផ្ទះមកកញ្ជើកើបឲ្យគ្រប់ផ្ទះទាំងអស់នៅក្នុងភូមិហ្នឹងគាត់នឹងបានស្រូវស្មើឬក៏អាចលើសអ្នកដែលធ្វើទៀតហើយបើសិនជាគាត់គ្រាន់តែយកកញ្ជើមួយទៅកើបមកផ្ទះមកកញ្ជើក៏គ្មានអ្នកណាដឹងដែរពីព្រោះមកកញ្ជើក្នុងចំណោមពំនូកស្រូវដ៏ធំគាត់គិតហើយគាត់ក៏បានហៅកូនស្រីរបស់គាត់ទៅជាមួយគាត់កូនស្រីនោះមានអាយុ14ឆ្នាំទៅចាំយាមផ្លូវគាត់ក៏បានដើរចូលទៅផ្ទះទី1គ្រាន់តែចាប់ដើមអោនចិត្តនឹងបានកើបស្រូវហើយកូនស្រីរបស់គាត់ក៏បានដើរទៅខ្សឹបប្រាប់គាត់ពុកមានមនុស្សកំពុងលួចមើលយើងហើយគាត់ក៏ស្ទុះនាំកូនគាត់រត់ពួនចាំមើលដើម្បីឲ្យស្ងាត់មនុស្សនឹងអើគាត់ទៅលួចទៀតដល់មកស្ទុះក្រោយមកអត់មានអ្នកណាចេញមុខស្ងាត់គាត់ក៏ចាប់ដើមចូលទៅលួចផ្ទះទី2ទៀតគាត់អោនកើបបាន2-3ក្បងហើយតែតកូនគាត់និយាយប្រាប់គាត់ទៀតពុកមានមនុស្សជិតឃើញយើងហើយគាត់ក៏នាំកូនគាត់រត់ទៅពួនចាំមើលមកស្ទុះក្រោយមកអត់មានអ្នកណាចេញមុខហងគាត់ក៏នាំកូនគាត់ចូលទៅលួចផ្ទះទី3លើកនេះគាត់អោនកើបស្រូវរួចចប់10គ្រប់ដាក់លើស្មាហើយគាត់ក៏ងើបចេញពីកន្លែងស្រូវស្រាប់តែកូនគាត់ស្រែកថាពុកអ្នកដែលកំពុងមើលយើងគេឃើញយើងហើយពុកគាត់ក៏ស្ទុះវឹងរត់ទាញកូនគាត់រត់ដល់ចោលស្រូវរត់រហូតមកស្ទុះក្រោយមកគាត់ងាកមើលក្រោយអត់មានអ្នកណាដេញតាមគាត់ក៏ឈប់រួចគាត់ក៏សួរកូនគាត់ថាអ្នកណាឃើញយើងកូនគាត់ឆ្លើយថាពុកគ្មានអ្នកណាមើលយើងគ្មានអ្នកណាឃើញយើងគ្មានអ្នកណារត់តាមយើងក្រៅពីយើង2នាក់ខ្លួនឯងបានឃើញបានរត់តាមខ្លួនឯងទេអញ្ចឹងគ្រប់ទង្វើរបស់យើងនឹងមានមនុស្សដែលចាំមើលយើងមនុស្សដែលចាំមើលយើងនោះគឺមនុស្សម្នាក់ដែលនៅក្នុងខ្លួនយើងហ្នឹងមនុស្សម្នាក់ដែលនៅក្នុងខ្លួនយើងនោះគឺសម្បញ្ញៈរបស់យើងពីព្រោះយើងធ្វើអីយើងដឹងសពបែបសពយ៉ាងយើងដឹងថាលួចអាក្រក់មិនលួចល្អអ្នកណាជាអ្នកដឹងសម្បញ្ញៈរបស់តែជារឿយយើងតែងតែក្បត់បោកប្រាស់សម្បញ្ញៈរបស់យើងសម្បញ្ញៈរបស់យើងដឹងតែយើងធ្វើមិនដឹងយើងធ្វើមិនដឹងតែយើងគិតថាយើងកັບកេងលួចអ្នកដទៃតែខុសហើយយើងកំពុងតែដល់នៅភាពមិនទុកចិត្តមួយទៅដល់សម្បញ្ញៈរបស់យើងហើយបើសិនជាសម្បញ្ញៈរបស់យើងដឹងរឿងនឹងជាញយជារឿយថាយើងកំពុងតែកុហកបោកប្រាស់សម្បញ្ញៈខ្លួនឯងសម្បញ្ញៈរបស់យើងនឹងលែងមានការដាក់ការជឿទុកចិត្តមកលើយើងហើយយើងនឹងក្លាយទៅជាមនុស្សដែលអត់មានការជឿជាក់ទុកចិត្តលើខ្លួនឯងអត់មានការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងហើយយើងនឹងក្លាយទៅជាមនុស្សដែលអសមត្ថភាពមានចៅម្នាក់ដែលគាត់គឺជាចៅដែលប្រកែហើយល្បីជាងគេបំផុតគាត់លួចជាង20ឆ្នាំហើយតែឆ្នាំនេះគាត់ត្រូវបានប៉ូលីសចាប់ហើយប៉ូលីសក៏យកគាត់ទៅសួរចម្លើយប៉ូលីសសួរថាតើជាង20ឆ្នាំនេះលោកលួចទ្រព្យសម្បត្តិពីអ្នកណាច្រើនជាងគេចៅនោះគាត់ក៏បានឆ្លើយថាជាង20ឆ្នាំមកនេះអ្នកដែលខ្ញុំលួចទ្រព្យសម្បត្តិបានច្រើនជាងគេបំផុតនោះគឺខ្លួនខ្ញុំជាង20ឆ្នាំនេះបើខ្ញុំយកពេលវេលានេះយកទៅរៀនសូត្រយកទៅកសាងជំនាញយកទៅធ្វើការដើម្បីផលិតសមត្ថភាពណាមួយម្ល៉េះខ្ញុំខ្លាចទៅជាមនុស្សដែលមានសមត្ថភាពអាចធ្វើការងាររកលុយរកទ្រព្យសម្បត្តិដែលចាយមកជីវិតក៏មិនអស់ដែរខ្ញុំបានទ្រព្យសម្បត្តិមកប្រាវតែត្រូវខាតបង់ទៅវិញអស់មិនត្រឹមតែអស់ទៅវិញទ្រព្យសម្បត្តិថែមទាំងអស់អ្វីច្រើនជាងនឹងទៀតខ្ញុំលែងមានការជឿទុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនខ្ញុំលែងមានការជឿទុកចិត្តពីសង្គមខ្ញុំលែងមានឱកាសខ្ញុំបាត់បង់សេរីភាពខ្ញុំបាត់បង់ពេលវេលាខ្ញុំបាត់បង់សមត្ថភាពនេះហើយគឺជាលទ្ធផលនៃអ្នកដែលមិនស្មោះត្រង់នៃអ្នកដែលលួចកាប់កេងពីអ្នកដទៃអញ្ចឹងនៅពេលដែលយើងលួចកាប់កេងអ្នកដទៃមានអ្នកដែលចាំដាក់ខ្នោះយើងច្រើនណាស់យើងនឹងខ្លាចទៅជាអ្នកទោសគំនិតគឺអសមត្ថភាពហើយយើងនឹងខ្លាចទៅជាអ្នកទោសសង្គមប្រកាសជាចាប់យើងដាក់គុកដែលធ្វើឲ្យយើងគ្មានឱកាសគ្មានលទ្ធភាពដើម្បីកសាងអនាគតរបស់យើង
ហើយបើយើងរួចពីទោសសង្គមយើងនឹងមានទោសមួយទៀតគឺទោសធម្មជាតិមិនអាចលើកលែងឲ្យអ្នកណាម្នាក់បានទេអ្នកណាធ្វើអ្នកនោះត្រូវតែទទួលធ្វើយ៉ាងម៉េចគឺបានបែបហ្នឹងនេះហើយគឺជាច្បាប់នៃទង្វើគឺជាច្បាប់នៃកម្មផលអ្នកណាធ្វើអីនឹងបានហ្នឹងថ្ងៃនេះយើងលួចកັບកេងអ្នកដទៃយើងអាចនឹងមានអ្វីសពបែបសពយ៉ាងទាំងអស់តែយើងកំពុងតែបាត់បង់របស់ដ៏មានតម្លៃមួយគឺសម្បញ្ញៈអញ្ចឹងការមានអ្វីទាំងអស់តែខ្វះសម្បញ្ញៈគឺជាការមានមួយដ៏អាក្រក់ជាទីបំផុតអាក្រក់ជាងអត់មានអ្វីទាំងអស់យើងត្រូវមានគោលការណ៍មួយនេះនៅក្នុងខ្លួនដើម្បីឲ្យយើងទៅបានវែងឆ្ងាយហើយបើយើងមានគោលការណ៍មួយនេះហើយត្រូវបន្តចូលទៅគោលការណ៍ទី7ទៀត